សួស្តីហ្វ្រេនៗជាទីស្រឡាញ់របស់អាមីនបណ្ណាទាំងអស់គ្នាបន្ទាប់ពីបានមកអាមីនមួយរយៈឥឡូវនេះអាមីនក៏បានត្រឡប់មកវិញជាមួយនឹងសេចក្តីសើចច្បាស់ឬស្រឡាញ់ខ្ញុំដែលជាភេទទី7ចឹងហើយក៏មកខែពេលយូរចូលបន្តតាមទស្សនាជាមួយនឹងអាមីនបណ្ណាទាំងអស់គ្នានៅថ្ងៃបន្ទាប់មាននៅកំពុងតែអង្គុយនៅក្នុងថ្នាក់ប្រទេសថ្នាក់របស់គេក៏បានស្រែកប្រកាសមកថាពិធីបុណ្យវប្បធម៌នៅពេលខាងមុខមានការប្រកួតកាត់សម្លៀកបំពាក់ពួកគេត្រូវការជ្រើសរើសមនុស្សម្នាក់ដើម្បីធ្វើជាអ្នកតំណាងឲ្យថ្នាក់របស់ពួកគេដើម្បីកុំឲ្យមានការឆ្លោះគ្នាពួកគេសម្រេចចិត្តថានឹងបោះឆ្នោតមាននៅគេស្ដាប់យូរទៅដូចជាប្រហែលនៅក្នុងរឿង BL របស់គេបន្ទាប់មកគេក៏បានសម្រុកទៅថ្នាក់របស់ហេរ៉ាណូពេលនោះគេចូលមកដល់គេក៏បានយកក្បាលរបស់គេនឹងទៅបោកជាមួយនឹងឡានរបស់សិស្សរបស់ហេរ៉ាណូប្រុសសង្ខាម្នាក់ក៏បានចូលមកដល់ឲ្យមានដឹងថាគាត់ឈ្មោះអីទេគឺរកអត់ឃើញសោះតែម្ដងចឹងហើយយើងមកហៅតាមសិស្សរបស់ហេរ៉ាណូជាមួយនឹងមីនូតែម្ដងទៅដែលពួកគេបានហៅថាគឺជាប្រធានក្រុមក៏បានសួរថៃបានជាមីនូនៅនឹងចឹងសិស្សរបស់ហេរ៉ាណូក៏បានតបថាមីនូគេបានយកព្រមធ្វើជាអ្នកតំណាងថ្នាក់របស់គេនៅក្នុងការប្រកួតសម្លៀកបំពាក់ទាំងដែលមីនូគេមិនបាននិយាយអ្វីផងហ្នឹងមីនូគេខំកិច្ចពីថ្នាក់របស់គេឡើងជួបជាមួយនឹងសិស្សរបស់ហេរ៉ាណូទៀតពិតជាសាមខ្លាំងមែនទែនសិស្សរបស់ហេរ៉ាណូថាបើអញចង់ធ្វើទេបដិសេធទៅចាំបាច់របស់ថ្នាក់របស់ខ្ញុំធ្វើអីពេលនោះគេកំពុងតែជួបគ្នាប៉ុន្តែប្រធានក្រុមវិញក៏កំពុងតែអង្គុយអបតុក្កតាសើចសឹងតែដូចមនុស្សឈ្គួតសិស្សរបស់ហេរ៉ាណូក៏បានសួរតើឯងអត់អីណាអីប្រធានក្រុមក៏បានប្រាប់ថាតុក្កតានឹងក៏បានពីមនុស្សដែលសំខាន់គាត់វាយគ្នាទៅដើមទ្រាំតែបាននឹងវាមិនងាយនោះទេបន្ទាប់មកក៏បានសួរទៅកាន់មេនោះថាឯងចង់ធ្វើជាអ្នកតំណាងថ្នាក់នឹងអត់ខ្លាចមើលទៅដូចជាមនុស្សស្រីទេអីមេនោះក៏បានតបថាមិត្តភក្តិរបស់គេបានសន្យាថានឹងជួយគេប្រធានក្រុមក៏សួរទៅសួរមេនោះថាតែមករកឃើញទេក្នុងសមុទ្រហើយនៅឲ្យមានរឿងថាពេលនឹងមានន័យថាមិនទេបានជាមេនោះនឹងគេឆ្លាតចេញប្រធានក្រុមក៏និយាយបន្តទៀតថាហេតុអីបានជាសាលាក្មេងប្រុសសសស្ទើរតែមានការប្រកួតសម្លៀកបំពាក់ដូចជាក្នុងរឿង BL អញ្ចឹងមេនោះគេក៏បានស្មាននៅពេលដែលថ្នាក់របស់គេនឹងកំពុងតែធ្វើការបោះឆ្នោតគេសង្ឃឹមខ្លាំងមែនទែនថានឹងមិនប៉ះឈ្មោះរបស់គេទេប៉ុន្តែខុសពីការគិតរបស់គេគឺប៉ះឈ្មោះរបស់គេចំតែម្ដងមេនោះគេក៏បានកំឡុងបដិសេធមិនបានដាច់ខាតគេមិនធ្វើទេមនុស្សដែលស័ក្តិសមនឹងកិច្ចការមួយនេះត្រូវតែជាបរិយាខ្ពស់ហើយគេទៀបទៅមួយនឹងគេធ្វើមិនកើតប្រធានគណៈក៏បានតាមវិញថាមានតែមេនោះទេដែលស័ក្តិសមជាងគេពីព្រោះថាគេនឹងគឺមានមុខស្អាតស្លាប់ហើយដោយសារតែថ្នាក់របស់គេនឹងត្រូវបានសាសនាអីនឹងគេសើចចំអកដោយនិយាយថាថ្នាក់របស់គេមានវិន័យគេស្អាតទេមិត្តភក្តិរបស់គេម្នាក់ៗគេហួសចាស់ខ្លាំងមែនទែនប្រធានគណៈក៏បន្តទៅថាបើសិនជាមេនោះអត់ហ៊ានពាក់ទេឲ្យថាស៊ឺកូពាក់ជំនួសក៏បានដែរហើយស៊ឺកូគេក៏ចិត្តល្អទៀតគេក៏បានស្ម័គ្រចិត្តជួយមីយ៉ាណូដែលសួរមីនោះនឹងក៏យ៉ាងមិនដែរប្រធានគណៈក៏បានសូមវល់ផងអីផងប្រាប់មីនោះថាមិនចាំបាច់ស្លៀកពាក់ដូចជាមនុស្សស្រីពេកក៏បានដែរគ្រាន់តែស្លៀកឲ្យតែបានទៅពីព្រោះមុខរបស់មីនោះនឹងស្លៀកពាក់អីក៏សមដែរហើយឃើញមីនោះស្ទើរថាស៊ឺកូក៏បាននិយាយឡើងថាចាំគេជាអ្នកស្លៀកពាក់ជំនួសក៏បានដែរគេយល់ថាមិនស្រីរបស់គេឃើញថាច្បាស់ជាចូលចិត្តប្រធានគណៈក៏បានឆ្លើយឡើងថាពួកគេច្បាស់ជាឈ្នះហើយស៊ីដូគេក៏បានស្ម័គ្រចិត្តជួយមីនោះម្នាក់ទៀតតែមកបច្ចុប្បន្នកាលវិញមីនោះគេកំពុងតែអង្គុយកើតបើសិនបើពេលនោះគេស្លៀកពាក់ជាមនុស្សស្រីបូករួមទៅមុខមាត់របស់គេទៀតនោះតើវាអាចធ្វើឲ្យគេគិតច្រើនទៀតអត់មិត្តភក្តិរបស់គេទាំងពីរនាក់បានស្ម័គ្រចិត្តជួយទាំងពីរប៉ុន្តែនៅពេលដែលគេនឹកឃើញពីសម្ដីរបស់សាសាគីឆ្លងនិយាយថាទោះបីជានៅពេលខាងមុខមាត់របស់មីនោះអាចនឹងប្រែប្រួលហើយគេអាចនឹងក្បួនជាងគាត់ប៉ុន្តែគាត់នៅតែគិតថាគាត់នៅតែស្រឡាញ់គេប៉ុន្តែពេលនឹកឃើញមុខរបស់សាសាគីហើយមីនោះគេឆ្ងល់ខ្លាំងមែនទែនថៃបានជានឹកឃើញមុខរបស់សាសាគីទៅវិញប្រធានក្រុមក៏សើចសរសៃខ្លាំងៗដែលធ្វើឲ្យហេរ៉ាណូក៏បានសួរថាសើចអីប្រធានក្រុមថាគាត់សើចដោយសារតែសើចរបស់មីនោះបន្ទាប់ពីគិតអស់មួយសន្ទុះមីនោះគេក៏បានសម្រេចចិត្តថានឹងធ្វើជាតំណាងអធិរបស់គេតែម្ដងក្នុងការពិធីកាត់សម្លៀកបំពាក់ពីព្រោះគេគិតថាគាត់តែឈរមកកន្លែងហ្នឹងវាមិនពិបាកអីទេម្យ៉ាងទៀតមិត្តភក្តិរបស់គេបាននិយាយថាមិនចាំបាច់ស្លៀកពាក់ដូចជាមនុស្សស្រីពេកក៏បានដែរប៉ុន្តែក៏មើលសម្លៀកបំពាក់ដែលមិត្តភក្តិរបស់គេបានជ្រើសរើសឲ្យវាលើពីស្ថានភាពរបស់គេទៅទៀតតែឈើមួយគឺថាដូចជាមនុស្សស្រីចំតួតែម្ដងគ្មានខុសសម្បីតែបន្តិចគ្រាន់តែកន្លែងមើលទឹកមុខរបស់មីនោះប្រធានក្រុមគាត់ដឹងហើយថាសម្លៀកបំពាក់ដែលមិត្តភក្តិត្រៀមឲ្យហ្នឹងគឺមានរូបរាងយ៉ាងម៉េចប្រធានក្រុមក៏បានស្ម័គ្រចិត្តជ្រើសរើសសម្លៀកបំពាក់ឲ្យមីនោះដោយផ្ទាល់ដៃរបស់គាត់តែម្ដងមីនោះក៏សួរតែគាត់នឹងយកសម្លៀកបំពាក់មកពីណាយកមកឲ្យគេប្រធានក្រុមថាគឺជារបស់បងស្រីគាត់សម្លៀកបំពាក់បែបម៉េចក៏បងស្រីគាត់មានដែរសូម្បីតែសម្លៀកបំពាក់ប្រពៃណីនិយាយចុះនិយាយឡើងប្រធានក្រុមក៏បានបបួលពីរនាក់នឹងអង្គុយលេងបៀតែម្ដងតែអ្នកណាចាញ់គឺតែចាក់សោគង់តែអង្គុយលេងសុកសាសគេក៏ដើមអើតមើលគេចង់ដឹងថាមីនោះនៅក្នុងនឹងអត់បើមីនោះនៅគេនៅបើមីនោះមិននៅទេគេទៅហើយប៉ុន្តែជាដនអីចូលមកអើតមើលនឹងក៏បានឃើញមីនោះប៉ុន្តែចម្លែកអីពួកគេគឺកំពុងតែអង្គុយលេងបៀប្រធានក្រុមក៏បានយកស្លឹកបៀដែលនៅសេសសល់នឹងឲ្យសាសគេលេងបន្តគាត់ទៅមុនហើយគាត់បញ្ញាគាត់នឹងសងសាសគេនៅពេលក្រោយសាសគេក៏បានសួរថៃបានជាពីរនាក់នឹងសល់បៀច្រើនម៉េះជាពិសេសជាងគេនឹងគឺមីនោះតែម្ដងសាសគេក៏បានចោលស្លឹកបៀមួយដែលជាស្លឹកជូកឺនឹងទៅឲ្យមីនោះចាញ់មីនោះគេគ្រឿតជាមួយនឹងសាសគេខ្លាំងមែនទែនបន្ទាប់ពីរកឃើញអ្នកចាញ់ហើយសិស្សរបស់ហេរ៉ាណូក៏បានលេមីនោះចេញទៅមីនោះក៏បានប្រាប់ឲ្យសាសគេទៅមុនទៅមិនចាំបាច់នៅជាមួយគេទេចាំគេជាអ្នកចាក់សោក៏បានដែរសាសគេគេមិនព្រមទៅទេគេនៅតែជួយមីនោះអញ្ចឹងបន្ទាប់ពីចាក់សោរួចមីនោះក៏បានសួរសាសគេហើយបានជាមកនឹងតម្រង់គ្រូមែនសាសគេថាអត់ផងខ្ញុំមកនឹងខ្ញុំចង់ឃើញមនុស្សដែលខ្ញុំចូលចិត្តហ្នឹងមីនោះគេលឺហើយចង់បាត់ចឹងដែរហ្នឹងពីព្រោះចំណាយរបស់សាសគេហ្នឹងគឺនៅតែដដែលឃើញទឹកមុខរបស់មីនោះគួរឲ្យស្រឡាញ់នឹងកំ ប្លែងពេកសាសគេគេទុកសុណាអត់បានទេមីនូគេខឹងផងអៀនផងរត់ទៅផ្ទះចោលសាសគេបាននៅពេលយប់មីនូគេអត់ដេកទេគេនៅមើលមិនការរបស់គេនឹងអានសុកមីនូក៏បានបិទសៀវភៅទុកតែគេនឹងសាសគេប៉ាត់ជាដូច BL មែនអត់វាត្រូវតែមានពិធីផ្សេងព្រោះគេមិនចង់ដូចរឿង BL ទេនៅថ្ងៃបន្ទាប់នៅម៉ោងចេញទៅផ្ទះមី
មីណូនិងសាសាគីក៏បានជួបគ្នាម្ដងទៀតសាសាគីបានបបួលមីណូឲ្យដល់ផ្ទះជាមួយនឹងគ្នាដូចជារាល់ដងសាសាគីក៏បាននិយាយពីមិនការគាត់អានចាប់ហើយគាត់ចូលចិត្តស្នាដៃនិពន្ធខ្លាំងមែនទែននិយាយចឹងតែរឿងដែលមីណូឲ្យគាត់ខ្ចីនឹងគឺជាអ្នកនិពន្ធតែម្នាក់មែនអត់មីណូក៏បានតបថានឹងឲ្យគាត់គឺជាមនុស្សតែម្នាក់គេក៏ចូលចិត្តអ្នកនិពន្ធដូចគ្នាហើយមានសង្កេតឃើញថាកសែភ្នែករបស់សាសាគីក៏តែងតែលើកមើលមីណូរហូតសាសាគីបានប្រាប់មីណូថាគាត់បានឲ្យរឿង BL នឹងទៅឲ្យបងស្រីរបស់គាត់មើលប៉ុន្តែសារតែបងស្រីរបស់គាត់រវល់ពេកអត់សូវមានពេលមើលទេទោះមុខរបស់មីណូហាក់ដូចជាកំពុងខ្លាចពីព្រោះថាមនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នាអ្នកខ្លះអាចស្ដាប់រឿង manga BL ចំណែកអ្នកខ្លះទៀតអាចនឹងចូលចិត្តបើសិនបើឲ្យអ្នកដទៃមកប្រាប់តែអាចនឹងធ្វើឲ្យគេភ្ញាក់ផ្អើលសាសាគីក៏បាននិយាយថាការគាត់មើលលើកដំបូងគាត់ក៏ភ្ញាក់ផ្អើលដូចគ្នាប៉ុន្តែគាត់អរគុណមីណូខ្លាំងមែនទែនដោយសារតែមីណូបានឲ្យគាត់ស្វែងយល់ពីអ្វីដែលគាត់ចូលចិត្តជាពិសេសគឺគាត់អាចនិយាយជាមួយនឹងមីណូបានគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនមីណូគេស្ដាប់ហើយគេឡើងរំចូលចិត្តហើយគេក៏បានតទៅវិញថាគេក៏សប្បាយចិត្តដូចគ្នាគេសប្បាយចិត្តដែលបានពិភាក្សារឿង manga ជាមួយនឹងសាសាគីគេពិតជាអរគុណគាត់សាសាគីក៏បានប្រាប់ឲ្យមីណូនឹងចាំគាត់មកផ្លែតគាត់ទៅទិញទឹកញ៉ាំបន្ទាប់ពីសាសាគីចាក់ចេញមីណូក៏សាកជួបមិត្តភក្តិរបស់គេខាងរៀនបាក់ថមស្រីម្នាក់នេះគេមានឈ្មោះថាម៉ាគីគឺជាមនុស្សស្រីដែលមីណូធ្លាប់រស់ស្រឡាញ់ហើយទាំងពីរក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមកតាមពរក៏បានចូលចេញពីថងរបស់ម៉ាគីមីណូក៏បានជួយរើសម៉ាគីបន្ទាប់មកគេក៏បានសួរថាតើឯងនៅទៅគូររូបនៅផាត់ពណ៌ទៀតមែនម៉ាគីថាត្រូវហើយនាងទើបតែទទួលបានវាមកពីក្លឹបសិល្បៈគំនូរមីណូគេក៏បាននឹកឃើញម៉ាគីកាលនៅរៀនបាក់ថមគឺថាស្ពីរបស់ទៅនឹងនៅចង់វេកខ្លួនម៉ាគីក៏សាកសុំមីណូឲ្យធ្វើជាម៉ូដែលរបស់នាងតែទៅគោឲ្យស្រឡាញ់មិត្តភក្តិរបស់ម៉ាគីដែលមកក៏បានឃើញមីណូគេក៏បានសួរទៅថាមីណូនឹងគឺជាមិត្តប្រុសរបស់ម៉ាគីមែនអត់ប៉ុន្តែម៉ាគីក៏បានបដិសេធមីណូគឺគ្រាន់តែជាមិត្តភក្តិរបស់គេកាលនៅរៀនបាក់ថមទេបន្ទាប់មកម៉ាគីក៏បានប្រាប់អមិត្តភក្តិរបស់គេនឹងទៅមុនទៅចាំគេទៅតាមក្រោយម៉ាគីបានប្រាប់មីណូថាឡើយនឹងគេមានបេសកកម្មដែលរកម៉ូដែលមីណូគេបានសុំបដិសេធមុនឲ្យហើយម៉ាគីក៏បាននិយាយថាពិតជាម៉ាគីខ្លាំងមែនទែនគេបដិសេធដល់ទៅ2ដងមីណូគេក៏ឆ្ងល់តែ2ដងនឹងតាមពីពេលណាមកម៉ាគីក៏សួរមីណូថាតើអញចាំអត់កាលនៅរៀនបាក់ថមខ្ញុំធ្លាប់សុំឲ្យអញធ្វើជាម៉ូដែលម្ដងមីណូខ្ញុំបានសុំឲ្យអញស្លៀកពាក់ជាមនុស្សស្រីប៉ុន្តែពេលហ្នឹងអញបានបដិសេធមីណូគេបាននឹកឃើញហើយប៉ុន្តែពេលហ្នឹងគេស្មានថាម៉ាគីនឹងចង់លេងសើចជាមួយនឹងគេបន្ទាប់ពីនិយាយរឿងអតីតកាលកាលពីនៅបាក់ថមចប់ម៉ាគីក៏បានសម្លឹងមើលមុខរបស់មីណូយល់ទៅដូចជាសមជាមនុស្សប្រុសច្រើនជាងមុនសូម្បីតែកម្ពស់របស់មីណូនឹងក៏ខ្ពស់ជាងនាងដែរពេលដែលនិយាយជាមួយនឹងម៉ាគីមីណូគេអត់មានអារម្មណ៍ធុញថប់ដូចជានិយាយជាមួយនឹងសាសាគីទេអារម្មណ៍ខុសគ្នាទាំងស្រុងគ្មានការខ្មាស់អៀនគ្មានការភ័យខ្លាចតែគ្មានអារម្មណ៍ច្បងច្បល់ថែមទៀតមីណូគេបានគិតថាប្រហែលជាដោយសារតែសាសាគីនឹងសារភាពស្នេហ៍ចំពោះគេហើយបានជាមានអារម្មណ៍បែបហ្នឹងម៉ាគីក៏បានសុំមីណូចាប់ដៃគ្នាដូចជាការនៅរៀនបាក់ថមមិនទាន់តែបានប៉ាដៃគ្នាផងមិនដឹងថាសាសាគីរត់មកពីខាងណាទេគាត់រត់មកយ៉ាងលឿនចាប់ដៃរបស់មីណូហើយអូសចេញពីម៉ាគីមិនត្រឹមតែម៉ាគីទេដែលគាំងសូម្បីតែមីណូសម័យខ្លួននឹងក៏គាំងដូចគ្នាមិនដឹងអូសមីណូចេញនឹងសាសាគីក៏បានប្រាប់ថាកុំឲ្យប៉ះហើយមិនប្រាប់ហ្វេនក៏ហ្វេនទីដឹងដែរថានឹងគឺទង្វើអ្វីវាគឺជាការប្រច័ណ្ឌនោះឯងមីណូក៏បានប្រាប់ម៉ាគីថាចាំជួបគ្នាពេលក្រោយសង្សារគេកំពុងតែខឹងហើយគេលួចសង្សារសិននឹងអាចមានថៅខ្លួនឯងទេម៉ាគីគេខឹងសាសាគីខ្លាំងមែនទែនគេខឹងគេចង់វាយសាសាគីហើយបានជាយកម៉ូដែលរបស់គេទៅកាលមកខាងសាសាគីវិញគេបានអូសមីណូមកដល់កន្លែងមួយបន្ទាប់មកគេលេងដៃមីណូហើយគេក៏សុំទោសសាសាគីក៏បានសួរមីណូទាំងមិនសប្បាយចិត្តថាមីណូតើនាងគឺជាមនុស្សស្រីដែលអញធ្លាប់ប្រាប់ខ្ញុំមែនអត់មីណូគេក៏បានទទួលស្គាល់ប៉ុន្តែទទួលស្គាល់តែមិនសប្បាយចិត្តគេបានប្រាប់សាសាគីថាឡើយនឹងគេមិនបានស្រឡាញ់នាងទេកាលពីមុនមែនប៉ុន្តែពេលនេះមិនមែនទេសាសាគីគេបានស្ដាប់ហើយគេរៀបជាខ្លួនបន្តិចសាសាគីក៏បានសុំទោសមីណូម្ដងទៀតដែលគាត់បានអូសគេចេញតែគេមិនជឿកន្លែងណាអត់មីណូថាគេមិនជឿទេព្រោះគេគឺជាមនុស្សប្រុសគេរឹងមាំសាសាគីក៏បានតបថាវាមិនសំខាន់ថាអញជាមនុស្សប្រុសឬក៏អត់ទេអ្វីដែលសំខាន់ខ្ញុំមិនចង់ធ្វើអាក្រក់តាមលោកដែលខ្ញុំស្រឡាញ់ឡើយតែមិនឃើញមីណូតបតសាសាគីក៏បានងើបមកមើលទៅកាន់មីណូពេលនោះគាត់ទៅដឹងថាមីណូកំពុងតែរងចូលចិត្តនឹងពាក្យសម្ដីរបស់គាត់មុខរបស់គេក៏ពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនមីណូក៏បានតបថាភ្លាមសិស្សបងស្រាប់តែនិយាយបែបនេះវាបានធ្វើឲ្យមុខរបស់ខ្ញុំក្រហមមកហើយសាសាគីគេចង់ចូលទៅចិត្តមីណូប៉ុន្តែក៏ស្រាប់តែមានសិស្សស្រាដើរចូលមកគេក៏បានស្រែកទៅធ្វើទាំងពីរនឹងភ្ញាក់សូម្បីតែមានអ្នកសម័យក៏ភ្ញាក់ដូចគ្នាបន្ទាប់ពីសិស្សប្រុសនោះបានចាក់ចេញទៅសាសាគីនិងមីណូនឹងឈរដូចជារូបចម្លាក់សាសាគីអត់ដឹងនិយាយអីក៏បបួលឲ្យមីណូនឹងទៅផ្ទះតែម្ដងទៅតែបានបន្តិចសាសាគីក៏បានប្រាប់មីណូថាគាត់អត់មានបំណងធ្វើអញ្ចឹងទេមីណូថាគេដឹងតែមីណូក៏ស្ដាប់ទៅឃើញពាក្យសម្ដីរបស់ម៉ាគីទៅសារថាដៃរបស់គេនឹងគឺដូចជាមនុស្សប្រុសហើយប៉ុន្តែនៅពេលដែលគេយកដៃទៅប្រៀបធៀបជាមួយនឹងសាសាគីដៃរបស់សាសាគីនឹងធំជាងគេទៅទៀតហើយមីណូមិនស្រួលចឹងសាសាគីក៏បានសួរថាមីណូនឹងកើតអីមីណូថាអត់មានអីទេតែប្រាប់ព្រលឹមសាសាគីក៏បានជួយការងារម៉ាក់គាត់យកសម្រាប់យកអីទៅបោះចោលចឹងទៅក្នុងចិត្តរបស់សាសាគីគឺកំពុងតែគិតពីម៉ាគីហើយនឹងមីណូម៉ាគីនឹងតូចដូចជាមីណូអញ្ចឹងសាសាគីក៏បានឃើញពីសម្ដីដែលមីណូបាននិយាយប្រាប់ពីម៉ាគីកាលនៅរៀនបាក់ថមម៉ាគីហើយនឹងគេគឺអង្គុយតុជាមួយនឹងគ្នាព្រោះម៉ាគីក៏ដូចជាសាសាគីអញ្ចឹងគឺងាយស្រួលនិយាយគ្នាខ្លាំងមែនទែននាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលបាននិយាយថាមុខរបស់គេដូចជាមនុស្សស្រីគេគិតថាវាគឺជាពាក្យលេងសើចប៉ុន្តែថ្ងៃមួយគេបានធ្លាក់ខ្លួនឈឺម៉ាគីក៏បាននិយាយថាមុខរបស់គេដូចជាមនុស្សស្រីទៀតចាប់ពីពេលនេះមកគេនិងម៉ាគីចាប់ផ្ដើមនិយាយជាមួយគ្នាកាន់តែតិចទៅកាត់មកបច្ចុប្បន្នកាលវិញសាសាគីគេនៅតែមិនទាន់អត់ចិត្តទោះបីជាគេដឹងថាមីណូឈប់ស្រឡាញ់ម៉ាគីទេក៏ដោយចោលបើសិនជាម៉ាគីលួចស្រឡាញ់មីណូវិញក៏ពិតជាសប្បាយអារម្មណ៍នេះខ្លាំងណាស់តែសសុកក៏បានជួយមុនថាសុកក៏អ្នកទាំងពីរក៏និយាយរំសស្ដីទៅកាន់គ្នាទៅវិញ
ទៅមកសាសាគីក៏បានសួរថាស៊ូកូថាតើផ្ទះរបស់ឯងនៅម្ដុំនឹងមែនស៊ូកូថាអត់ទេគាត់មកមើលមិត្តស្រីរបស់គាត់តាស៊ូកូក៏បានសួរសាសាគីថាតើសាច់បងធ្វើការងារការម៉ោងមែនលោកមុនខ្ញុំឃើញសាច់បងធ្វើការនៅហាងនំប៉័ងសាសាគីក៏បានសើចមិនមែនទេហាងនំប៉័ងនឹងគឺជារបស់គ្រួសារគាត់តាគាត់ធ្វើតែព្រឹកព្រលឹមហើយនៅថ្ងៃឆាប់សម្រាប់ទេស៊ូកូក៏ឆ្ងល់ថាតើមីនុនឹងដឹងរឿងទាំងអស់នឹងអត់សាសាគីក៏បានសួរថាស៊ូកូថាតើគេនឹងអាសាម្លេះមិត្តស្រីរបស់គេអត់ហើយស៊ូកូថាគេមកតែពេលទំនេរទេស៊ូកូក៏បានអរគុណសាសាគីកាលពីភាគមួយនឹងដែលបានជួយគេមិនដែលមានពេលអរគុណគាត់ដែលបានត្រឹមត្រូវសោះសាសាគីថាមិនចាំបាច់អរគុណទេវាគឺជារឿងតិចតួចថាស៊ូកូក៏បានបួសសាសាគីនឹងទិញទឹកញ៉ាំសាសាគីក៏បានសួរថាស៊ូកូកាលលើកមុននឹងបែកគ្នាដោយសារតែអីស៊ូកូក៏បានប្រាប់ថាគេគឺជាអ្នកចាប់ផ្ដើមវាយមាត់ពីព្រោះពួកគេនឹងនិយាយមិនល្អពីមិត្តស្រីរបស់ពួកគេនិយាយមិនល្អពីមិត្តស្រីរបស់ពួកគេប្រាប់ទៅកាន់គ្នាទៅវិញទៅមកការនិយាយមិនល្អពីមនុស្សស្រីមិនថាជាសង្សារឬក៏ជាអ្នកដទៃវាគឺជារឿងដែលថោកទាបបំផុតតែចាប់ពីពេលនេះតទៅគាត់ឈប់ឆ្លោះគ្នាទៅដែរក៏ខ្លាចមិត្តស្រីរបស់គាត់ខឹងគាត់សុំទោសសាសាគីដែលមិនបានប្រាប់សាសាគីជាមុនអ្នកណាទៅដឹងថាប្រាក់ឈ្នះគេនោះពីព្រោះថាគេមានគ្នាច្រើនតែពេលនិយាយចប់ថាស៊ូកូក៏បានសួរសាសាគីនឹងចង់ជួបមិត្តស្រីរបស់គេអត់សាសាគីថាគេអត់ចង់ជួបទេតែមីនុនឹងមិនគេជួបរឿងក៏បានកាត់មកប៉ុន្មានម៉ោងក្រោយសាសាគីក៏បានឈានជើងចូលក្នុងរទេះភ្លើងទាំងអារម្មណ៍ងងុយដេកសម្លេងរបស់មីនុក៏បានស្រែកឈ្មោះរបស់សាច់បងសាសាគីក៏ស្មានថាបានជួបមីនុទៀតតាដោយសារតែថ្ងៃនឹងគាត់មកយឺតគាត់ក៏បានអរគុណទៅដល់ថាស៊ូកូបបប្រមាបាននិយាយមួយថាស៊ូកូទេពេលនឹងគាត់បានជាបានជួបមីនុទេពេលសាសាគីចូលមកអង្គុយមីនុគេបានចាប់អារម្មណ៍ជាមួយនឹងការរបស់សាសាគីគេបានសួរសាសាគីថាតើតែងតែស្ដាប់នឹងញាប់អត់សាសាគីថាត្រូវហើយចង់ស្ដាប់អត់ក៏ទៅតែបញ្ចូលបទចម្រៀងថ្មីមីនុគេអត់សូវចេះស្ដាប់ចម្រៀងបានទេគេស្គាល់តែម៉ាន់កាជាបទចម្រៀងមួយមីនុគេស្លាប់ស្គាល់តាវាគឺជារឿងម៉ាន់កាដែលគេទៅមើលសាសាគីគេសួរមីនុថាអញចូលចិត្តអត់បើអញចូលចិត្តចាប់ខ្ញុំឲ្យអញខ្ចីមីនុគេបច្ចុប្បន្នខ្ចីសាសាគីមែនសាសាគីគេបានញញឹមតែសប្បាយចិត្តចាំស្អាតជាងគេយកមកឲ្យសាសាគីគេបាននិយាយក្នុងចិត្តរបស់គេចូលចិត្តមីយ៉ាណូពួកគេបន្តនិយាយគ្នារហូតដល់ចំណត់ចុះហើយដល់ថ្នាក់មីនុក៏បានប្រាប់សាសាគីថាម៉ាន់កានឹងក៏បានចេញភាពបន្តហើយសាសាគីក៏សួរថាជារឿងម៉ាន់កាដែលខ្ញុំខ្ចីការពីរដល់សុខចិត្តមែនអត់បើជារឿងនឹងពិតមែនខ្ញុំបានទិញវារួចហើយខ្ញុំក៏បានមើលវាចប់ដូចគ្នាពេលសាសាគីដើរចេញទៅមីនុគេអត់មានពាក្យអីនិយាយទេគេមានតែឈរកាំងនៅនឹងសាសាគីក៏បានត្រឡប់មកវិញហើយបបួលឲ្យមីនុនឹងទៅជាមួយនឹងគាត់មីនុក៏បានសួរបញ្ជាក់ម្ដងទៀតតើសាច់បងពិតជាបានទិញវាហើយអាននៅផ្ទះមែនអត់សាសាគីក៏បានតបថាត្រូវហើយសាសាគីក៏និយាយថាគាត់ទិញនឹងសារតែគាត់ចង់ដឹងប៉ុន្តែស្រាប់តែឃើញទឹកមុខរបស់មីនុឡើងគួរឲ្យស្រឡាញ់មីនុក៏បានអរគុណទៅកាន់សាសាគីទឹកមុខរបស់មីនុគួរឲ្យស្រឡាញ់ខ្លាំងពេកដល់ថ្នាក់សាសាគីខីអ៊ីនរកនិយាយវិញមិនត្រូវទេគេក៏បានរកលេសសុំទៅថ្នាក់មុនមីនុគេក៏បានស្រែកប្រាប់ពីខាងក្រៅថាកុំភ្លេចប្រាប់ខ្ញុំពីកំណត់របស់សាច់បងចំពោះភេទបន្តផងសាសាគីថាគាត់ដឹងហើយពេលចាំមកដល់ក្នុងថ្នាក់អូកាខំនិយាយសួស្ដីផងសួរណែនាំផងប៉ុន្តែសាសាគីថាចាំនិយាយនៅពេលក្រោយទៅក្នុងកំណត់របស់សាសាគីវ៉ាន់លេបន្តិចក៏សឹងតែចាប់អោបមីនុពីព្រោះថាមីនុគឺគួរឲ្យស្រឡាញ់ខ្លាំងពេកហើយសូម្បីតែអត់មានវិញក៏ចាញ់សម្រាប់របស់មីនុដូចគ្នាប៉ុន្តែអត់មានអាហេតុជាមួយនឹងសាសាគីទេអត់មានខ្លាចស៊ីក្បាលបាសផើរបស់សាសាគីរឿងពេលទី7របស់យើងក៏បានកាត់ចាប់ត្រឹមនេះសម្លេងរបស់អត់មានគឺមិនទៅល្អ 100% នៅឡើយទេចង្ហាន់មានកន្លែងខ្លះអាចនឹងមិនល្អចង្ហាន់មានសុំទោសផងណាជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ